កាលពីពេលថ្មីៗកន្លងទៅនេះវីរៈបរិះក្រុមបិសាចក្រហម Manchester United លោក Wayne Rooney បានឲ្យសារព័ត៌មាន The Mirror ដឹងពីទស្សនៈរបស់លោកចំពោះលោក Ruben Amorim និងស្ថានភាពរបស់ក្លឹបបច្ចុប្បន្នលោក Wayne Rooney បាននិយាយចំថាសប្តាហ៍ថ្ងៃទាំងអ្នកចាត់ការក្រុមទាំងកីឡាករពិតជាធ្វើឲ្យលោកមិនយល់ទាល់តែសោះលោកបន្តថាបើទោះបីជាបរាជ័យពី3ប្រកួតដំបូងក៏លោកនៅតែជឿជាក់លើលោក Ruben Amorim ថាអាចស្ដារស្ថានភាពឡើងវិញដែរក៏ប៉ុន្តែបន្ទាប់ពីលោកបានតាមដានយ៉ាងយកចិត្តទុកដាក់ទៅលើក្លឹបចាស់របស់លោកនាមួយរយៈចុងក្រោយនេះលោកហ៊ាននិយាយចំថាលោក Amorim មិនអាចស្រោចស្រង់ក្លឹបបានឡើយហើយលោកពិតជាគ្មានជំនឿចិត្តលើអ្នកចាត់ការជនជាតិប៉ូទុយហ្គាល់ម្នាក់នេះទៀតឡើយបុរសដែលរកគ្រាប់បាល់បានច្រើនជាងគេនៅក្នុងប្រវត្តិសាស្ត្រក្រុមបិសាចក្រហមរូបនេះបានសង្កត់ធ្ងន់ថាលោកមើលក្លឹបចាស់ខ្លួនឯងលែងយល់ហើយរឹតតែមិនយល់ពីកីឡាករចំនួនក្រោយទៅទៀតអ្វីដែលលោកមើលឃើញគឺកីឡាករគ្មានឆន្ទៈប្រយុទ្ធនៅលើទីលានសូម្បីតែបន្តិចសោះឡើយលោកមិនឃើញចរិតលក្ខណៈលេងចង់ឈ្នះពានរបស់កីឡាករបច្ចុប្បន្ននេះឡើយលោកហ៊ានថាសមត្ថភាពរបស់ពួកគេនៅមានកម្រិតឆ្ងាយណាស់ហើយលោកពិតជាមើលមិនឃើញថាពួកគេអាចយកឈ្នះការប្រកួតបានងាយៗដោយកាលពីមុនឡើយគួរដឹងថាបន្ទាប់ពីលោកគ្រូតា Sir Alex Ferguson ចាក់ចេញទៅនៅឆ្នាំ2013អ្នកចាត់ការឡើងមកក្រោយគ្មាននរណាម្នាក់អាចស្រោចស្រង់ក្លឹបបានឡើយទេថ្មីបើលោក Jose Mourinho បានដឹកនាំក្លឹបឈ្នះជើងឯក UEFA Europa League កាលពីឆ្នាំ2017ក៏ដោយក៏នៅតែមិនអាចចាត់ទុកថាទទួលបានជោគជ័យនៅក្រុមបិសាចក្រហមដែរការមកដល់របស់លោក Ruben Amorim កាលពីខែវិច្ឆិកាឆ្នាំមុនក៏មិនទាន់អាចស្ដារស្ថានភាពបានឡើយដែរផ្ទុយទៅវិញវារឹតតែលំបាកទៅខណៈអ្នកចាត់ការវ័យ40ឆ្នាំម្នាក់នេះដឹកនាំក្រុមបញ្ចប់ចំណាត់ថ្នាក់លេខ15នៅក្នុងលីកកាលពីរដូវកាលមុនដែលជាកំណត់ត្រាដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រក្លឹបនាសតវត្សទី21នេះបើទោះបីជាលោកដឹកនាំក្រុមឡើងទៅដល់វគ្គផ្ដាច់ព្រាត់ Europa League ក៏ដោយប៉ុន្តែការបរាជ័យក្រោមធ្វេជើង Spurs នៅវគ្គផ្ដាច់ព្រាត់កាលពីរដូវកាលមុនបានធ្វើឲ្យក្រុមបិសាចក្រហមរបូតបាត់ឱកាសលេងពាន Champions League នៅរដូវកាលថ្មីនេះបូករួមទាំងគ្មានកៅអីលេងសូម្បីតែពានលំដាប់ទី2ឬទី3របស់ UEFA ផងនោះបណ្ដាលឲ្យក្រុមបិសាចក្រហមត្រូវខាតបង់ទឹកប្រាក់ជិត100លានផោនឯណោះ